មកស្គាល់ឧត្តមសេនីយ៍តូញ៉ែមបូរ៉ាដែនប្រធានក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC របស់កម្ពុជានាព្រឹកថ្ងៃទី26ខែធ្នូឆ្នាំ2025នេះឧត្តមសេនីយ៍តូញ៉ែមបូរ៉ាដែនប្រធានក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC បាននឹងកំពុងដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំ GBC ថ្ងៃទី3ជាមួយនឹងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃដែលបានចាប់ផ្ដើមនៅវេលាម៉ោង 10:00 នាទីព្រឹកនៅច្រកអន្តរជាតិព្រំផាកាតខេត្តបៃលិនប្រទេសកម្ពុជាទល់នឹងខេត្តច័ន្ទបុរីប្រទេសថៃអ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងកិច្ចប្រជុំក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC រយៈពេលប៉ុន្មានថ្ងៃនេះបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនមានចម្ងល់ថាតើប្រធានក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC របស់កម្ពុជាគឺលោកឧត្តមសេនីយ៍តូញ៉ែមបូរ៉ាដែនជានរណាលោកឧត្តមសេនីយ៍តូញ៉ែមបូរ៉ាដែនគឺជាមន្ត្រីជាន់ខ្ពស់មួយរូបនៅក្នុងជួរកងយោធពលខេមរៈភូមិន្ទនិងជាបញ្ញវន្តយោធាដ៏លេចធ្លោមួយរូបនៅកម្ពុជាយោងតាមប្រភពច្បាស់ការនិងបញ្ជាក់ពីជីវប្រវត្តិឧត្តមសេនីយ៍តូញ៉ែមបូរ៉ាដែនបានឲ្យដឹងថាបច្ចុប្បន្នលោកមានឋានន្តរស័ក្តិជាឧត្តមសេនីយ៍តូផ្កាយ2ហើយលោកកាន់តួនាទីសំខាន់មួយចំនួនដូចជានាយករងមន្ទីរអប់រំចិត្តសាស្ត្រនៃក្រសួងការពារជាតិជាសាស្ត្រាចារ្យនិងជាអ្នកស្រាវជ្រាវផ្នែកយុទ្ធសាស្ត្រយោធានិងប្រវត្តិសាស្ត្រចំពោះប្រវត្តិសិក្សានិងការងាររបស់លោកមានដូចជាឆ្នាំ2000ឆ្នាំ2004បរិញ្ញាបត្រសេដ្ឋកិច្ចនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចភ្នំពេញឆ្នាំ2004ឆ្នាំ2006បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ច University Lumiere Lyon 2 បារាំងនិង University of Delaware អាមេរិកឆ្នាំ2006 2008បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនយោបាយនិងទំនាក់ទំនងអន្តរជាតិ University of Delaware អាមេរិកឆ្នាំ2008ឆ្នាំ2014បណ្ឌិតវិទ្យាសាស្ត្រនយោបាយនិងសន្តិសុខអន្តរជាតិ University of Delaware អាមេរិកឆ្នាំ2013ឆ្នាំ2014បញ្ចប់វគ្គបញ្ជាការនិងសេនាធិការនៅសាលាបញ្ជាការនិងសេនាធិការរងកងទ័ពជើងគោកអាមេរិក US Army Command and General Staff College Fort Leavenworth Wisconsin និងបរិញ្ញាបត្រជាន់ខ្ពស់សិក្សាយុទ្ធនាការតាមប្រវត្តិសាស្ត្រយោធាបច្ចុប្បន្នបង្រៀននៅវិទ្យាស្ថានសិក្សាអន្តរជាតិនិងគោលនយោបាយសាធារណៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញមុខវិជ្ជាទ្រឹស្ដីទំនាក់ទំនងអន្តរជាតិសន្តិសុខអន្តរជាតិនិងវិទ្យាស្ថាន ChemEd មុខវិជ្ជាប្រវត្តិសាស្ត្រខ្មែរលោកក៏បានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធា West Point ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកជំនាន់ទី2បន្ទាប់ពីសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាលើសពីនេះបណ្ឌិតញ៉ែមបូរ៉ាដែនជាអ្នកនិពន្ធសៀវភៅកំណត់ហេតុសង្គ្រាមរឿងរ៉ាវសន្តិភាពជាសៀវភៅប្រវត្តិសាស្ត្រដែលមានការស្រាវជ្រាវនិងមានអំណះអំណាងច្បាស់លាស់បែបអ្នកជំនាញលោកបណ្ឌិតជាធនធានមនុស្សសម្រាប់ប្រទេសកម្ពុជាដែលមានស្នាដៃបោះពុម្ពផ្សាយសៀវភៅជាភាសាអង់គ្លេសជាច្រើនទៀតផងដែរ